ចាការចំនួនឪពុកម្ដាយខ្ញុំក៏មកលេងហើយរៀងរាល់លើកដូចថាចូលញ៉ាំអីនៅហាងអញ្ចឹងបងប្អូនហើយចាំមើលនេះកូនសារិកាគឺថាលួចថតពួកគាត់ពិសាអីអញ្ចឹងរហូតសារិកាគាត់ថតបដៅគាត់និយាយថាចេះមិនបានកងនឹងនិយាយនឹងគួរឲ្យស្រឡាញ់ម៉ែអីអញ្ចឹងណាបងប្អូនហើយថាចេះមែនតើហើយគេចេះមើលថែកងចេះមើលថែយាយអូយគាត់ថាចេះមើលចេះដួសម្ហូបដួសអីដាក់ឲ្យអូយគាត់ថាគេស្រឡាញ់កងស្រឡាញ់យាយគេណាបងប្អូនចាហើយលឺម្ដាយខ្ញុំក៏ប្រាប់គាត់ថាពេលដែលគាត់នៅសម្រាប់ផ្ទះសារិកាហ្នឹងគឺថាក្រោកពីគេហ្នឹងឃើញសារិកានឹងអង្គុយចុងជើងគាត់ហើយគឺថាអង្គុយទៅគឺគេយកកាមេរ៉ាថតមុខកងថតមុខយាយអាក្រោកពីគេភ្លាមអត់លុបមុខក៏គេថតធ្វើអីក៏គេថតដែរគេថាគេស្រឡាញ់គេពេលដែលយកវីដេអូចាស់យកមកមើលវិញមានអារម្មណ៍ថាអើយនឹកឃើញគ្រប់កាយវិការក្មួយកូនគេថាអើយចេះយ៉ាងនេះ